បាទជម្រាបសួរពុកម៉ែបងប្អូនដែលតែងតែស្រឡាញ់និងគាំទ្រនៅអភិរក្សភ្លេងខ្មែររបស់យើងបាទថ្ងៃនេះខ្ញុំបាទយុវជនភ្លេងខ្មែរក៏នឹងធ្វើការបទបង្ហាញអំពីឧបករណ៍ភ្លេងខ្មែរយើងដែលខ្ញុំបាទមានលក់បាទហើយធានានូវគុណភាពជូនត្រឹមត្រូវហើយថ្ងៃនេះប្លែកអារម្មណ៍បន្តិចពុកម៉ែបងប្អូនគឺយើងមានបងប្អូនប្រុសភេត្រាដែលគាត់បានចូលរួមជាមួយខ្ញុំបាទហើយយើងនឹងធ្វើបទបង្ហាញអំពីឧបករណ៍ភ្លេងមានជាហូហែនេះគឺរៀងប្លែកបន្តិចខ្ញុំនឹងបកគលទូនាទីឲ្យគាត់រៀបរាប់ថាតើយើងមានចែកជូននៅឧបករណ៍អ្វីខ្លះបាទយើងលក់នៅឧបករណ៍អីខ្លះជាចម្រៀងចប៉ីបាទអញ្ចឹងសូមបងប្អូនប្រុសចាប់ដើមបាទអរគុណបងសូមបងប្អូនអស់រីករាយស្ដាប់នៅចម្រៀងចប៉ីជាមួយនឹងខ្ញុំបាទដូចតទៅបន្ទាប់ពីបានស្ដាប់ស័ព្ទបងប្រុសបកស្រាយក្បាយក្បោះទាំងឈ្មោះទាំងនាមចំណែកប្អូនក៏មិននៅទៀមទាក់មិននៅតាក់ទៀមបង្ហាញឈ្មោះហើយបង្ហាញនាមឈ្មោះភេត្រាចប៉ីសៀមរាបចំណែកបងកាណេះយុវជនភ្លេងខ្មែរសហការឧបត្ថម្ភក៏មីត្រូចប៉ីមានត្រូទៅខេស្កូដែរធ្វើបទបង្ហាញជូនឲ្យជូនម៉ែញាតិខ្មែរទាំងប្រុសទាំងស្រីបងហើយមើលឲ្យចោះត្រូធ្នងនេះស្អាតនេះសរសើរដោយស្មោះបាទសំលេងវិញពេញព្រោះពេញຂ្នាតពេញវ័យចំណែកចុងសាងអំពីស្មាច់អានេះមានរចនាក្បាច់ល្អប្រពៃបងប្អូនលោកគ្រូភ្លេងតូចធំក្តីណែអាចជាវអាចទិញទៅប្រគំបានឈើនេះល្អឯណាស់ជំរាបឲ្យច្បាស់គុណភាពជាចម្បងអេងខ្សែឆាកនេះក៏ច្រើននៃផងណាល្អម៉ត់ម៉ងពេញຂ្នាតពេញទីយើងងាកងាយមកត្រខាងនេះមើលទៅរៀងអីខ្មៅរៀងប្រផេះល្អអីល្អអីយ៉ាងអីនេះមិនដែលឃើញទេរចនាក្បាច់បងចម្លាក់សិលសាស្ត្រចេញក្បាលនេះល្អឯនោះល្អអាណែកល្អអាណាឥឡូវឯនេះមើលគ្រប់ជ្រោយគ្រប់វ័យថ្នាក់ខ្ពស់មិនខ្ពស់ធំមិនធំមិនតូចមិនតូចសំលើសំក្រមល្មមលេងជាអាជីពបាញ់ណាស់អូយត្រូយនេះក៏ល្អឯដែរជំរាបអូម៉ែសាជាថ្មីអើយស្បែកពីស្បែកគោដលាថ្លុកដង
បលួតនេះធ្វើពីឈើធ្នង់ដងឈើធ្នង់ឥឡូវបំពាក់ឆ្អឹងហើយនឹងស្មាច់តម្លៃវិញនោះក៏សមហើយល្អណាស់មានគុណភាពមានត្រូស្អត្រូអ៊ូមានឆ្លាក់មានក្បាច់សុទ្ធសាងពីធម្មជាតិវត្ថុធាតុដើមយកមកច្នៃចេញជាឧបករណ៍ភ្លេងបុរាណបងឲ្យងាកមកនេះយើងក៏ឃើញបានត្រូបុរាណហៅត្រូប្រពៃណីសំឡេងឮធ្ងន់ក្តក់ល្អធ្វើអំពីឈើខ្នុរដាស់ស្បែកពោះថ្លាន់ផងរៃស័ក្តិសមបំផុតលោកគ្រូយកទៅលេងភ្លេងប្រពៃណីត្រូវជើងហើយក៏ត្រូវដៃល្អពេញចិត្តល្អពេញបតីបើចង់បានអើយស្គរដៃតាកតងដាក់ចបៃយកទៅប្រើបានអីអើយមិនតន់អស់ទេនៅច្រើនណាស់ញាតសន្តានយើងដាក់ភ្នែកក៏លេខចំណែអាមួយរឿងធំហៅថាតាខេមានខ្ទង់12ខ្សែអី3វុចមានខ្សែបន្ទាត់អមយើងមានរាសីគឹងគក់ស្ပွនណែធរណីឆ្អឹងមានបំពាក់ក្បាច់បលួត3សំឡេងឮល្អច្បាស់អស់ចាធ្វើអំពីឈើខ្នុរធម្មជាតិហើយណាស័ក្តិសមលោកគ្រូតូចលោកគ្រូធំលោកគ្រូភ្លេងពិណពាទ្យមហោរីភ្លេងប្រពៃណីអាចយកទៅប្រគំចេញជាតន្ត្រីបុរាណសម័យបានទាំងអស់មានខ្លុយផ្លែ2ខ្លុយផ្លែ3ហូចមានចបៃនេះក៏ល្អល្អះមានលក់ចែកជូនបងប្អូនគ្រប់ជាតិសាសន៍កើយើងមិនអាចខ្វះទេសំត្រូណែបងប្អូនយកទៅលេងស្ពាយកាន់ដកមើលទៅដូចអ្នកមានរិទ្ធមានអំណាចណាតម្លៃធូរថ្លៃស័ក្តិសមបំផុតបងប្អូនអើយចូលមកចង់ជួយអភិវឌ្ឍអភិរក្សកុំឲ្យវាបាត់បង់កុំឲ្យវាខ្ចាយខ្ចោះមានទាំងអស់ត្រូស្គរជាបៃត្រូហាត់រៀនណែត្រូតាំងលំអមានត្រូលេងអាជីពត្រូលំដាប់អញ្ចឹងរៀបរាប់ប៉ុណ្ណឹងទៅចោះអស់លោកស្រីប្រុសស្ដាប់បានដាក់នាទីបរិយជូនបងប្អូនញាតិសន្តានបងនៅខាងយុវជនភ្លេងខ្មែរបងមានអ្វីផ្ដាំផ្ញើទៅឲ្យម៉ែឥឡូវបងបំពេក្រោយខ្ញុំគឺអីអើយអើយពីក្រោយខ្ញុំបាទពិតជាពិសេសមែនទែនបាទបងប្រុសបានរៀបរាប់មកហូរហើយពីដើមរហូតដល់ចប់បងប្អូនហ្នឹងហើយពីរោះហើយមានអត្ថន័យហើយក៏បង្ហាញនៅទឹកដៃនៃស្នាដៃយុវជនបាទគាត់ក្មេងតែគាត់ប្រកែគឺបាទអរគុណបាទហើយគាត់ខ្លួនគាត់ក៏យើងសហការគ្នាមានថ្នាក់ចបៃដែរបើបងប្អូនចង់រៀនអាចទំនាក់ទំនងយើងខ្ញុំបានហើយសូមបញ្ជាក់បន្តិចទៀតមុននឹងលាពុកម៉ែបងប្អូនគឺដូចបងប្រុសបានរៀបរាប់នៅក្នុងចម្រៀងចបៃហ្នឹងគឺមានតាំងពីឧបករណ៍យើងសម្រាប់រៀនលេងបាទហើយមានតាំងពីឧបករណ៍យើងខ្នាតយើងលេងអាជីពអញ្ចឹងមានគ្រប់តម្រូវការបាទត្រូក៏មានត្រូសោត្រូអ៊ូស្គរក៏មានដែរសម្រាប់អាជីពក៏មានសម្រាប់បងប្អូនយកទៅរៀនលេងទោះបីអត់ចេះសោះក៏បងប្អូនអាចជឿយកទៅរៀនលេងបានដែរជាការចូលរួមនឹងស្រឡាញ់អភិរក្សភ្លេងខ្មែរយើងទាំងអស់គ្នាបាទអញ្ចឹងជាចុងក្រោយខ្ញុំបាទសូមអរគុណពុកម៉ែបងប្អូនដែលតាមដានវីដេអូខ្ញុំបាទពីដើមរហូតដល់ចប់ហើយក៏សូមជូនពរពុកម៉ែបងប្អូនបាទសុខសប្បាយរកស៊ីទទួលទានមានបានសុខភាពល្អបាទហើយកុំភ្លេចចូលរួមនឹងស្រឡាញ់អភិរក្សភ្លេងខ្មែរយើងទាំងអស់គ្នាពីព្រោះអភិរក្សភ្លេងខ្មែរគឺជាកាតព្វកិច្ចរបស់ពួកយើងទាំងអស់គ្នាបាទសូមអរគុណ